ก็មានម៉ាក់ដែលគាត់តាមដាន page របស់ខ្ញុំហ្នឹងគាត់ឆាតមកសួរអញ្ចឹងណាព្រោះដោយសារគាត់មានគម្រោងយកកូនទៅដើរលេងខេត្តអីចឹងកំឡុងឥឡូវហ្នឹងអញ្ចឹងគាត់ចង់ឲ្យខ្ញុំចែករំលែកបទពិសោធន៍ដែលធ្វើម៉េចយើងចេញទៅក្រៅដើរលេងខេត្តអីចឹងយើងការពារកូនកុំឲ្យមូសខាំអីចឹងព្រោះឥឡូវគឺគ្រុនឈាមមានអារម្មណ៍ថាវាច្រើនខ្លាំងមែនតើសូម្បីតែនៅភូមិខ្ញុំហ្នឹងគឺគេដាក់មេក្រូប្រកាសមួយគឺគ្រុនឈាមតែម្ដងអញ្ចឹងអានេះគឺជានិយាយទៅគាត់សួរហ្នឹងខ្ញុំគិតថាជាសំណួរមួយដែលគួរឲ្យចាប់អារម្មណ៍ហើយគួរតែយកមកចែករំលែកជាមួយនឹងម៉ាក់ផ្សេងៗទៀតក្នុងឡុងពេលឥឡូវដែរព្រោះឥឡូវនេះគឺជារដូវកាលដែលម៉ាក់ដើរលេងច្រើនឯងចុងឆ្នាំហ្នឹងហើយអញ្ចឹងរមណីយដ្ឋានដែលយើងដើរលេងបើភាគច្រើនបើមិននៅក្បែរទឹកទេក៏នៅក្បែរព្រៃភ្នំដែរអញ្ចឹងគឺសិតតែតំបន់ដែលរៀងសម្បូរមូសដែរសំដកតួតូចចេញហើយមិញហៅរឿងតោះឥឡូវយើងមកតរឿងទៀតហ្នឹងហើយអញ្ចឹងទីមួយគឺយើងត្រូវយកមុងទៅរឿងមុងហ្នឹងអ្នកណាក៏ដឹងដែរហ្នឹងហើយប៉ុន្តែគ្រាន់តែថាសម្រាប់មុងយើងដាក់ពេលយប់អីចឹងពេលថ្ងៃបើថាកូនយើងគាត់គេងនៅលើ stroller អីពេលយើងដើរលេងធម្មតា stroller គឺវាតែងតែមានហើយមុងនៅជាប់នឹងស្រាប់អញ្ចឹងវាអូខេអីទេប៉ុន្តែចាក់ស្ដែងនៅពេលដែលកូនយើងរៀងធំបន្តិចបានថាកូនចេះកលាប់កូនចេះវាចេះឈរចេះដើរអីគឺគាត់អត់ព្រមនៅតែក្នុង stroller នឹងរហូតឲ្យយើងដាក់មុងនឹងឲ្យគាត់ទេគាត់ចង់ដើរចង់លេងចង់វាអីពេលដែលយើងអង្គុយអីអញ្ចឹងណា yes ហ្នឹងហើយអញ្ចឹងសម្រាប់ពេលដែលរៀងកោធំតិចហ្នឹងគឺយើងអាចប្រើជាប្រភេទ spray ហ្នឹងហើយដើម្បីជួយការពារគាត់ពីមូសខាំវិញហ្នឹងហើយជាប្រភេទ spray សម្រាប់កូនក្មេងខ្ញុំចង់បញ្ជាក់ណាមិនមែនជាប្រភេទ spray បាញ់មូសព្រោះធម្មតាអ្នកខ្លះគាត់ធ្លាប់ទៅបោះតង់ដើរលេងក្រៅអីចឹងគាត់តែងតែមានអា spray បាញ់ការពារសត្វល្អិតហ្នឹងហើយយើងអត់យកអាប្រភេទមនុស្សធំហ្នឹងយកទៅបាញ់ឲ្យកូនក្មេងទេគឺគេមានប្រភេទសម្រាប់កូនក្មេងចាយើងអាចបាញ់ apply នៅលើកន្លែងគាត់គេងក្បែរ stroller របស់គាត់ឬមួយក៏នៅលើកៅអៅរបស់គាត់អីចឹងណានិយាយទៅឲ្យវាការពារនិយាយទៅមានក្លិនហ្នឹងវាការពារជុំវិញខ្លួនរបស់គាត់ចឹងទៅអញ្ចឹងមិនថាមូសឬមួយក៏សត្វល្អិតផ្សេងៗឯងវាធំខ្លាំងហ្នឹងគឺវាអត់ហ៊ានមកចិត្តកូនយើងហ្នឹងគឺវាអាចការពារមួយបានដែរហើយធ្លាប់មានអ្នកសួរខ្ញុំថាបង spray ហ្នឹងប្រើទៅប្រសិទ្ធភាពល្អអត់ខ្ញុំហ៊ាននិយាយថាល្អប៉ុន្តែប្រសិទ្ធភាពអត់យូរទេគឺយកពេលដែលយើង apply នៅលើខ្លួនរបស់កូនរបស់យើងហ្នឹងគឺវាជាប់បានតែ3ម៉ោងឯងព្រោះដោយសារអីវាជាប្រភេទប្រើសម្រាប់ក្មេងអញ្ចឹងគេអត់ប្រើសារធាតុបំពុលទេណាហ្នឹងហើយគេអត់ប្រើសារធាតុបំពុលសត្វទេប៉ុន្តែគេប្រើប្រភេទក្លិនប្រភេទ herb ហ្នឹងហើយទាំងអស់គ្នាដែរឮថាអីគេមូសធំក្លិនគល់ក្រៃអត់បានហ្នឹងហើយវារបៀបក្លិនរបៀបអញ្ចឹងប៉ុន្តែវាមិនមែនក្លិនគល់ក្រៃទេវាមានក្លិនចម្រុះទៅតាមហ្នឹងប៉ុន្តែពេលដែលយើងលាបនៅលើខ្លួនកូនរបស់យើងហ្នឹងគឺវាខ្លួនកូនរបស់យើងគឺមានក្លិនហ្នឹងអញ្ចឹងសត្វហ្នឹងវាអត់ហ៊ានមកចិត្តទេអញ្ចឹងវាមិនមែនបានន័យថាលាបទៅធ្វើឲ្យបំពុលសត្វនៅជុំវិញហ្នឹងឯងហ្នឹងហើយវាក៏មានប៉ះពាល់ដល់សុខភាពរបស់កូនយើងដែរហើយមិនមែនប្រើបានតែកូនក្មេងទេណាហ្នឹងហើយគឺប្រើបាននិយាយទៅចាប់ពី baby ចាប់ពី2ខែឡើងទៅគឺយើងអាចប្រើជាមួយ spray នឹងបានហើយប្រើបានរហូតដល់មនុស្សធំដូចប៉ិនខ្ញុំប៉ិនប៉ប៉ាអញ្ចឹងយើងប្រើតែម្ដងនេះទៅយើងអាចប្រើបានទាំងគ្រួសារហ្មងហ្នឹងហើយអញ្ចឹងក៏វាងាយស្រួលដែរខ្ញុំបាច់ចាំវិច spray សម្រាប់មនុស្សធំទៅទេចាប៉ុន្តែគាត់ថាដូចខ្ញុំនិយាយអញ្ចឹងវាជាប់បាន3ម៉ោងអញ្ចឹងជារៀងរាល់3ម៉ោងយើងត្រូវ apply បាញ់បន្ថែមអីអញ្ចឹងណាហ្នឹងហើយខ្ញុំគិតថាវាអត់សូវជារមូលអីប្រហែលទេព្រោះដោយសារតែយើងបើសម្រាប់ពេលថ្ងៃខ្ញុំប្រើនេះបើសម្រាប់ពេលយប់កូនយើងគេងក្នុងមុងហើយវាក៏អត់អីទេហ្នឹងហើយតែឧទាហរណ៍ថាបើសិនយើងអត់យកមុងមកទេម៉ាអាចក្រោកហ្នឹងហើយបាញ់ឲ្យគាត់តិចតួចអីចឹងទៅក៏បានដែរអាហ្នឹងក៏វាប្រសិទ្ធភាពអូខេដូចគ្នាដែរហើយសួរថានេះយើងប្រើនៅលើស្បែកកូនរបស់យើងអញ្ចឹងវាអត់ពុលទេហ្នឹងហើយវាអត់ពុលអីទេព្រោះនេះប្រើសម្រាប់ក្មេងអញ្ចឹងណាសម្រាប់កូនខ្ញុំគឺខ្ញុំ apply នៅកន្លែងណាដែលគាត់លិតអត់បានឧទាហរណ៍ថាដូចនៅស្មាខ្ញុំចង់ឲ្យមានក្លិននៅម្ដុំខ្លួនគាត់អញ្ចឹងខ្ញុំបាញ់នៅកន្លែងស្មាក្រោយអញ្ចឹងគាត់លិតស្មានឹងអត់កើតទេធម្មតាក្មេងគាត់លិតតែចង់ដៃទេយើងបាញ់កន្លែងនេះក៏គាត់អត់ងាយលើកដៃយកមកលិតអញ្ចឹងដែរហ្នឹងហើយបើជើងអីយើងភាគច្រើនក្មេងខ្លះក៏គាត់ឌីមនៃជើងដែរអញ្ចឹងយើងបាញ់នៅកន្លែងនេះហ្នឹងហើយក៏ផ្លូវឬមកក៏កពួនជើងគាត់អញ្ចឹងទៅបន្តិចអញ្ចឹងទៅឲ្យវាធំក្លិនហ្នឹងពេញមកខ្លួនរបស់គាត់អញ្ចឹងទៅគឺសត្វអត់ហ៊ានមកខាំកូនយើងទេអានេះមិនមែនបាញ់បានតែនៅលើកៅអៅទេណាលើស្បែកកូនយើងនៅកន្លែងគេងរបស់គាត់ហ្នឹងយើងបាញ់3-4ជ្រុងកន្លែងគេងរបស់គាត់ហ្នឹងក៏បានដែរក៏វាធំក្លិនទៅវាការពារកូនយើងបានដែរហើយសួរថាខ្ញុំចូលឧទាហរណ៍ថាបើបាញ់ទៅស្រាប់តែគាត់លិតឬមួយក៏អីអញ្ចឹងក៏វាអត់មានបញ្ហាដែរព្រោះអានេះគឺដូចខ្ញុំនិយាយអញ្ចឹងវាផ្សំឡើងពីធម្មជាតិក៏ប៉ុន្តែវាមិនមែនជារបស់ដែលសម្រាប់ឲ្យកូនយើងញ៉ាំទេអញ្ចឹងបើគ្រាន់តែគាត់លិតហើយយើងឃើញតន់ប៉ះពាល់អីតិចតួចគឺអត់អីទេហ្នឹងហើយកុំឲ្យតែគាត់យកទៅញ៉ាំតែម្ដងឧទាហរណ៍ថាដូចលេខ្លួនអញ្ចឹងណាលេសម្រាប់កូនក្មេងគឺលេសម្រាប់កូនក្មេងគឺវាមានប៉ះពាល់អីទេកុំឲ្យតែថាគាត់យកលេហ្នឹងយកទៅញ៉ាំហ្មងហ្នឹងហើយយកទៅផឹកហ្មងអាហ្នឹងបានចង់និយាយថាវាមិនមែនសម្រាប់ញ៉ាំហ្នឹងហើយអញ្ចឹងគឺយើងអាចយកទៅប្រើសម្រាប់កូនយើងបានខ្ញុំគិតថាប៉ុណ្ណឹងគឺវាអាចការពារកូនទាំងអស់គ្នាគឺបាន almost 100%ទេឲ្យតែអ្នកគ្នា apply បានចប់អញ្ចឹងណាបើជារឿង13ម៉ោងម្ដងវាអត់ពិបាកអីមែនទេហើយបើសួរថា spray ប្រភេទអញ្ចឹងគឺរកទិញបាននៅណាគឺអាចរកទិញបាននៅតាម Baby Mart គឺមានច្រើនមែនតើអត់ពិបាកហៅហើយមួយទៀតវាមានជាប្រភេទរូបរាងរបៀបអញ្ចឹងដែរប៉ុន្តែវាជា roll on ណាហ្នឹងហើយក៏ដូចគ្នាដែរអត់ខុសអីគ្នាគ្រាន់ថានេះជាក្បាល spray ព្រោះដោយសារខ្ញុំយកទៅប្រើជាគ្រួសារអញ្ចឹងទៅហ្នឹងហើយគឺខ្ញុំទិញអា spray នេះវាដបធំជាងហ្នឹងហើយប៉ុន្តែប្រសិទ្ធភាពវិញគឺដូចគ្នាអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថា tip មួយនេះគឺអាចជួយសម្រួលដល់ម៉ា
ម៉ាក់អាចការពារកូនពីមូសបានហើយនឹងពីជំងឺគ្រុនឈាមក៏ដូចជាជំងឺគ្រុនចាញ់អញ្ចឹងណាព្រោះអីបើទៅតាមចង់ឲ្យថាតំបន់រៀងព្រៃឬមួយក៏ភ្នំអីចឹងវាអាចនឹងមានសម្បូរជាមូសដែលបង្កជាជំងឺគ្រុនចាញ់បានហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេហើយបើសិនជាវីដេអូនេះអាចជួយដល់អ្នកទាំងអស់គ្នាបានគឺសូមជួយ like page ក៏ដូចជា share វីដេអូនេះដើម្បីទទួលបានជាមួយនឹងវីដេអូនៅក្រោយៗទៀតអរគុណ